strawberry មួយផ្លែចាយើងយកវាមកហាន់ជាចំណិតទូចៗដាក់ចូលទៅក្នុងចានមួយដាក់ចូលទៅក្នុង microwave រយៈពេល600 វ៉ាត់រយៈពេល40វិនាទីចាគឺយើងធ្វើចែមសម្រាប់ទារស់ចាមិនចាំបាច់ដាក់ស្ករបន្ថែមទេហើយនេះគឺជា hamburger ដែលខ្ញុំបានបង្កទុកខ្ញុំដាក់ចូលទៅក្នុង microwave ចា600 វ៉ាត់រយៈពេល1នាទីទៀតចាប់ពងមាន់មួយគ្រាប់យើងលាយជាមួយនឹងទឹកដោះគោស្រស់ចាឬក៏ទឹកដោះគោដែលអូនបើរាល់ថ្ងៃហ្នឹងយើងក្លុកវាឲ្យសព្វចូលគ្នានំប៉័ងមួយចំណិតយើងចាត់វាជាដុំហើយយើងត្រាំវានៅក្នុងទឹកដោះគោហ្នឹងដើម្បីឲ្យជក់ទឹកបានល្អជក់ពងមាន់ហ្នឹងឲ្យអស់ជាតិពងមាន់ហើយនឹងទឹកដោះគោឬហើយយើងយកវាមកចៀនជាមួយនឹងខ្ទះដាក់ប៊ឺបន្តិចចាយើងគ្របវាដើម្បីឲ្យសាច់ពងមាន់ឆ្អិនបានល្អចាយើងប្រែចុះប្រែឡើងទៅរួចរាល់ជាការស្រេចចាហាពេលព្រឹករបស់អូននឹងមានដូចជានំប៉័ងមានសាច់ burger ចាមានបន្លែមាន yogurt ចេកចារួចហើយ strawberry ដែលយើងបានធ្វើពីមុនមកហ្នឹងគឺយើងយកវាមកស្រោចពីលើចា yogurt នឹងឯង